ភ្ញាក់ផ្អើលនឹងការផ្លាស់ប្ដូររបស់អតិថិជនអាយុ70ពេលមកជួបវេជ្ជបណ្ឌិតជាមខ្វកថៃដើម្បីបន្តឹងស្បែកមុខនិងព្យួរចិញ្ចើមលោកគ្រូពេទ្យឲ្យឥឡូវនេះខ្ញុំវ័យចាស់ហើយលោកគ្រូពេទ្យជួយបន្តឹងស្បែកមុខឲ្យខ្ញុំមើលទៅក្មេងជាងវ័យ10ឆ្នាំខាងក្រោមជាមួយនឹងកមងណាអត់អីទេឥឡូវនេះមុខរបស់បងស្រីមានស្នាមជ្រីវជ្រួញខ្ញុំនឹងបន្តឹងស្បែកមុខឲ្យបងហើយពេលដែលបន្តឹងនោះនឹងទាញស្បែកកឲ្យបងមកណាខ្ញុំនឹងធ្វើអ្វីដែលធ្វើឲ្យបងមិនត្រឹមតែមើលទៅក្មេងជាង10ឆ្នាំប៉ុណ្ណោះទេថែមទាំងក្មេងជាងវ័យ15ឆ្នាំទៀតផងចាស់អរគុណលោកគ្រូពេទ្យបាទអូខេសួស្តីអ្នកទាំងអស់គ្នាបងស្រីអាយុ70បន្ទាប់ពីបន្តឹងស្បែកមុខបាន2ថ្ងៃអ្នកទាំងអស់គ្នាឃើញថាយ៉ាងណាដែររងចាំទស្សនាទាំងអស់គ្នាណាបន្ទាប់ពី2ថ្ងៃបងឃើញយ៉ាងណាដែរថ្ងៃដំបូងឃើញតឹងថ្ងៃបន្ទាប់មានអារម្មណ៍ថាសុខភាពល្អធម្មតានេះបន្ទាប់ពី2ថ្ងៃនេះមិត្តភក្តិខ្ញុំតាមយ៉ាឡូថាបានល្អណាស់ថ្ងៃនេះស្បែកក៏បិទជួញហើយស្អាតណាស់ឥឡូវនេះនៅតែអាយុ50ឆ្នាំប៉ុណ្ណោះមិនមែនក្មេងជាងវ័យ10ឆ្នាំទៀតទេគឺក្មេងជាងវ័យ20ឆ្នាំល្អណាស់ទៅផ្ទះប្តីខ្ញុំមើលលេងស្គាល់មក10ថ្ងៃបន្ទាប់ពីអនុវត្តសួស្តីអ្នកទាំងអស់គ្នានេះគឺជាអតិថិជនដែលមានអាយុ70ឆ្នាំដែលទើបតែវះកាត់បន្តឹងស្បែកមុខព្យួរចិញ្ចើមនិងកាត់ត្របកភ្នែកខាងក្រោមនេះទើបតែ10ថ្ងៃកាត់ចេះស្លាកស្នាមទាំងអស់នេះឃើញអត់ស្លាកស្នាមដែលទើបតែកាត់ចេះហើយនឹងបាត់បន្តិចម្ដងបន្ទាប់ពី1ខែប្រសិនបើក្នុង1ខែដំបូងយើងយកសក់បាំងមកនឹងមិនឃើញទេបន្ទាប់ពី1ខែអ្នកទាំងអស់គ្នាឃើញថាពិតជាស្អាតណាស់ក្មេងណាស់អាយុ70ប៉ុន្តែក្មេងណាស់